នេះបានមកបហូបពិសេសទៀតហើយគឺការីសាច់ទាបងប្អូនចង់ដឹងថាខ្ញុំធ្វើរបៀបណាចាំទស្សនាសកម្មភាពខ្ញុំធ្វើដល់គ្នាបងប្អូនជាដំបូងនេះខ្ញុំត្រូវលាងគ្រឿងខើបុកឲ្យវាឡើងឈ្ងុយជាសិនឲ្យគ្រឿងខើបុករបស់ខ្ញុំមានដូចជាកុលខៃរំដេងរមៀតកុលខុយសាបផ្កាច័ន្ទហ្នឹងដាក់លីងវាឡើងឈ្ងុយតិចមកបាទខ្ញុំដាក់សាច់ទាយ៉ាងចូលអញ្ចឹងណាទានេះខ្ញុំកាប់វាល្មមតែម្ដុំទូចល្មមធំមិនធំពេកក៏មិនទូចពេកអញ្ចឹងណាហើយខ្ញុំក៏ឆាសាច់ទានិងគ្រឿងខើចូលគ្នាឲ្យសព្វរួចខ្ញុំក៏បន្ថែមគ្រឿងការីចូលខ្ទិះដូងហើយនឹងប្រហុកជ្រាមព្រោះថាខ្ញុំអត់មានកាពីទេអញ្ចឹងខ្ញុំដាក់ប្រហុកជ្រាមចូលទៅខ្ញុំក៏ឆាវាចូលគ្រឿងគ្នាឲ្យសព្វជាមួយនឹងសាច់ទាជាមួយនឹងគ្រឿងខើគ្នាឲ្យបានល្អអញ្ចឹងទៅហើយខ្ញុំក៏រងាស់វាចោលបន្តិចទៅខ្ញុំក៏ដាក់តឡូងហើយនឹងការ៉ុតចូលទៅខ្ញុំក៏ឆាវាឲ្យចូលគ្រឿងគ្នាឲ្យសព្វបានល្អតិចមកបាទខ្ញុំវាយគ្រឿងខើចូលអញ្ចឹងណាគ្រឿងខើបាទខ្ញុំមានដូចជាទឹកត្រីស្ករសអំបិលហើយនឹងប៊ីចេងបន្តិចទៅខ្ញុំក៏ឆាវាឲ្យចូលគ្រឿងគ្នាឲ្យសព្វឲ្យវាលាយបានល្អតិចមកបាទខ្ញុំដាក់សាច់ដីចូលអញ្ចឹងណារួចមកខ្ញុំក៏ឆាត្រឡប់ទៅត្រឡប់មកដើម្បីឲ្យសាច់ដីនឹងវាចូលជាតិជាមួយនឹងគ្រឿងខើយើងបានល្អតិចមកខ្ញុំក៏បន្ថែមទៅដល់គោខាប់ចូលបន្តិចទៀតដើម្បីឲ្យបង្កើនរសជាតិកាន់តែឆ្ងាញ់អញ្ចឹងណារួចចាក់ទឹករងាស់វាហ្នឹងទៅសម្រាប់ទឹកវិញគឺខ្ញុំចាក់រឿងច្រើនទេបងប្អូនដោយសារសាច់ទាផងបើយើងដាក់ទឹកបន្តិចពេករងាស់ងាយផុយទេអញ្ចឹងដាក់ទឹករឿងច្រើនទៅយើងរងាស់តសាច់ទានឹងផុយល្អអញ្ចឹងមកយើងបន្ថែមបន្លែបន្ថែមចូលអញ្ចឹងណាមានដូចជាខ្ទឹមបារាំងហើយនឹងសណ្តែកគួរចូលទៅដាក់តែមួយពូទៀតមកជាការស្រេចហើយឥឡូវនេះស្លការីសាច់ទាខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូនចាប់ដើមដួសដាក់ចានហើយនិយាយថាតំណងខ្លាំងណាស់បងឥឡូវទស្សនាសកម្មភាពខ្ញុំហូបត